រឿងសត្វស្វានិងផ្លែចេកនៅព្រៃមួយមានសត្វស្វាឈ្មោះជូជូវាចូលចិត្តលេងសប្បាយនិងចូលចិត្តផ្លែចេកនៅជិតនោះមានសត្វស្វាមួយទៀតដែលមានឈ្មោះថាជីជីវាតែងតែខ្ជិលនិងតែងតែសរសើរខ្លួនឯងនៅថ្ងៃមួយពួកវាទាំងពីរបានឃើញដើមចេកតែមានផ្លែជាច្រើនប៉ុន្តែវាស្ថិតនៅលើចុងកំពូលដ៏ខ្ពស់មួយជីវាគ្រាន់តែអង្គុយនិងនិយាយថាខ្ញុំគឺជាសត្វស្វាដែលខ្លាំងជាងគេតែខ្ញុំសុខចិត្តរង់ចាំឲ្យផ្លែចេកធ្លាក់ចុះមកដោយខ្លួនឯងរីឯជូជូវិញវាបានព្យាយាមឡើងដើមចេកយ៉ាងខ្លាំងទោះបីជាវាមានអារម្មណ៍ថាចង់បោះបង់ចោលក៏ដោយក្រោយពេលការខិតខំអស់ជាយូរមកជូជូបានឡើងដល់កំពូលនិងបេះយកផ្លែចេកចុះមកខាងក្រោមព្រមទាំងបានចែកឲ្យមិត្តទាំងអស់នៅក្នុងព្រៃចំណែកឯជីជីដែលគ្រាន់តែអង្គុយរង់ចាំស្រមៃថាផ្លែចេកនឹងធ្លាក់ចុះមកវាមិនបានអ្វីសោះឡើយជីវាបានរៀនថាការខំប្រឹងនិងការចែករំលែកមានតម្លៃជាងការអង្គុយសរសើរខ្លួនឯងអត្ថន័យនៃរឿងនេះផងដែរបានបង្រៀនឲ្យយើងដឹងថាភាពខ្ជិលនិងអង្គុយសរសើរតែខ្លួនឯងមិនទទួលបានអ្វីនោះទេក៏ប៉ុន្តែការខិតខំប្រឹងប្រែងនឹងទទួលបានផលជោគជ័យការចេះចែករំលែកនិងជួយគ្នាទៅវិញទៅមកនឹងនាំឲ្យមានមិត្តល្អជាច្រើន